អានហើយហូរទឹកភ្នែកដោយមិនដឹងខ្លួនអោប្រជាជនដ៏ស្លូតត្រង់របស់កម្ពុជាខ្ញុំអើយអ្នកកំសត់ពេកហើយរូបដូចប្រហែលតាមពិតក្មេងស្រីភៀសទឹកម្នាក់នេះសោះថ្លែងទាំងទឹកភ្នែកថាខ្ញុំស្រណោះឪខ្ញុំយំតាមផ្លូវរហូតគាត់នៅជួរមុខខ្ញុំដេកនឹងគាត់រាល់ថ្ងៃខ្ញុំអាណិតឪខ្ញុំណាស់កុមារីដែលកំពុងតែសិក្សានៅស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យប្រាប់ថាប្រហែលម៉ោង7ឮសំឡេងមួយគ្រាប់អត់ទាន់មានអ្នកណាគេចេញពីសាលាទេពេលឮម្ដងទៀតក៏ចេញពីសាលាទាំងអស់គ្នានិយាយបានមួយសន្ទុះកុមារីនេះបន្តទាំងទឹកភ្នែកស្រក់ហូរតក់ថាខ្ញុំអត់ហ៊ានរត់ចោលម៉ែទេម៉ែគាត់ថានាងឯងទៅមុនម៉ែទៅដល់ពេលនេះខ្ញុំអត់ហ៊ានរត់ចោលម៉ែទេខ្ញុំជួយយកនំដាក់ក្នុងកន្ត្រកកុមារីភាសឹករូបនេះបន្តទៀតថាដល់ពេលជិះមកវិញខ្ញុំស្រណោះឪខ្ញុំយំតាមផ្លូវរហូតគាត់នៅជួរមុខកាលពីថ្ងៃទី24គាត់បាញ់ទៅគ្រាប់ឆាកគាត់ទៅខ្ញុំនឹកឃើញខ្ញុំស្រណោះគាត់ឪខ្ញុំគាត់តស៊ូណាស់តាំងពីថ្ងៃទី24រហូតមកដល់ពេលនេះគាត់នៅតែតស៊ូនៅក្នុងចិត្តខ្ញុំគិតឃើញថាឪខ្ញុំអ៊ំខ្ញុំជាវីរៈកងទ័ពនៅជួរមុខទាំងអស់ខ្ញុំអាណិតគាត់ហើយខ្ញុំរកគាត់រាល់ថ្ងៃខ្ញុំដេកនឹកគាត់រាល់ថ្ងៃខ្ញុំអាណិតឪខ្ញុំស្រាប់តែពេលនេះលេចមុខកុមារីរូបនេះនៅលើផ្ទាំងគំនូរយក្សនៅកណ្ដាលក្រុងសៀមរាបប្រវែង30ម៉ែត្រគូរដោយសិល្បករមកពីតំបន់ផ្សេងគ្នារហូតដល់50នាក់ឯណោះដើម្បីបង្ហាញឲ្យពិភពលោកបានឃើញពីស្នាដៃទាហានថៃធ្វើដាក់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំណែកឯសេដ្ឋីនីសុភាប៊ុតឈើដែលខ្លួនរស់នៅប្រទេសអាល្លឺម៉ង់បេះដូងនៅខ្មែរបានបរិច្ចាគប្រាក់ជូនភរិយាវីរៈកងទ័ពដែលបានពលីនៅតំបន់ព្រំដែននៅទឹកប្រាក់រហូតដល់លោកជំទាវសុភាប៊ុតឈើជាសេដ្ឋីនីជនជាតិខ្មែរដែលរស់នៅប្រទេសអាល្លឺម៉ង់ជាមួយនឹងស្វាមីហើយមួយរយៈចុងក្រោយនេះលោកជំទាវបានបរិច្ចាគលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារជួយទៅដល់ជនភៀសសឹកនិងវីរៈកងទ័ពឈរជើងការពារទឹកដីខ្លួននៅប្រទេសអាល្លឺម៉ង់មែនតែបេះដូងនៅដក់ជាប់ជាមួយនឹងខ្មែរជានិច្ចដោយប្រកាសស្វែងរកភរិយាវីរៈកងទ័ពដែលពលីជីវិតនៅព្រំដែនថាសូមបងប្អូនសៀចែករំលែកដល់គ្រួសាររបស់គាត់ផងរៀបរាប់មានអារម្មណ៍ស្រណោះសេចក្តីស្រឡាញ់និងគោរពសូមផ្ដាំទៅកាន់ភរិយារបស់វីរៈបុរសយើងមេត្តាមកទទួលប្រាក់បរិច្ចាគចំនួន$5000ពីខ្ញុំវាមិនមែនជាអ្វីធំដុំទេប៉ុន្តែវាជាក្តីស្រឡាញ់ក្តីអាណិតនិងក្តីគោរពពីបេះដូងមនុស្សម្នាក់ទៅកាន់គ្រួសារដែលបានបាត់បង់វីរៈបុរសដ៏ថ្លៃថ្នូរពេលមនុស្សខ្លះមិនអាចញ៉ាំអាហារបានដោយសារទុក្ខសោកនឹងការឈឺចាប់បេះដូងខ្ញុំក៏អាចស្ងប់ស្ងាត់បានដែរសូមឲ្យទឹកចិត្តតូចនេះអាចជាកម្លាំងចិត្តបន្តក្តីសង្ឃឹមនិងក្តីកក់ក្ដៅក្នុងវេលាដ៏លំបាកនេះ